វាដល់ភ្នំពេញឬទេអាហ្នឹងជឿគេហើយជឿបាបហើយមានថៃវាថាកុំគិតវាយឲ្យដល់ពេញទៅអីយើងជឿគេហ្នឹងបាបហើយរតនៈចៅឯងមានបាបហើយព្រោះចៅឯងឆោតបើចៅឯងមានបញ្ញាចៅឯងអត់យករឿងហ្នឹងមកសួរតាទេមិនបានអត់សួរវាមិនដែលមានអាថៃណាវាយដល់ពេញទេវាយតែចូលបាត់ដំបងហ្នឹងហ៊ុនសែនវាយប៉ោងភ្នែកសប្ងៃហ្នឹងថៃវាលួចជេរហ៊ុនសែនថាខ្វាក់ប៉ុន្តែបើហ៊ានវាយចូលតែសេរីសុភ័ណ្ឌប្រទេសមានជ័យហ្នឹងសៀមខ្វាក់ហ៊ុនសែនភ្លឺវាយប៉ោងភ្នែកប្រទេសកម្ពុជាថៃឡង់មិនអាចវាយចូលកាន់កាប់បានទេនៅក្នុងឋានៈពេលនេះប្រទេសថៃឡង់មិនអាចវាយចូលកាន់កាប់ទឹកដីកម្ពុជាបានទេបញ្ជាក់ម្ដងទៀតថៃមិនអាចវាយចូលកាន់កាប់ទឹកដីកម្ពុជាបានទេមូលហេតុអីឆ្លើយមើលហេតុដូចម្ដេចបានជាជេមសុកច្បាស់ម្លេះបើវាវាយ4-500 ម៉ែត្រអានឹងបានតែបើវាវាយយកស្រុកភូមិខ្មែរគឺវាយអត់បានទេមូលហេតុអីបានជាថៃមិនអាចវាយបានឆ្លើយមើល